គឺជាកត្តាកំណត់ដ៏សំខាន់សម្រាប់ធានាជោគវាសនានិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមសេដ្ឋកិច្ចជាតិហើយការអភិវឌ្ឍធនធានមនុស្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាអាទិភាពទី1ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4ដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្មសម្ដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈសមត្ថភាពការច្នៃប្រឌិតនវានុវត្តន៍គុណធម៌សីលធម៌មនសិការនិងការទទួលខុសត្រូវដើម្បីចូលរួមចំណែកក្នុងសង្គមប្រកបដោយឧត្តមភាពនិងចីរភាពនៅក្នុងសមារណកម្មដោយពេញលេញនៅក្នុងតំបន់និងពិភពលោកក្នុងទិសដៅនេះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែយកចិត្តទុកដាក់ជានិច្ចលើការពង្រឹងលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិតដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការជាក់ស្ដែងនៃទីផ្សារការងារនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសូមជម្រាបផងដែរថាគ្រឹះស្ថានសិក្សារបស់យើងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2011ដោយមានឈ្មោះថាវិទ្យាស្ថានឯកទេសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមអនុក្រឹត្យលេខ37 អនុក្របកចុះនៅថ្ងៃទី2ខែមីនាឆ្នាំ2011និងបានប្រែក្លាយមកជាសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance នៅក្នុងឆ្នាំ2015តាមអនុក្រឹត្យលេខ121 អនុក្របកចុះនៅថ្ងៃទី14ខែកញ្ញាឆ្នាំ2015របស់រាជរដ្ឋាភិបាលដោយបានចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សាលើមុខជំនាញដែលជាសេចក្តីត្រូវការចាំបាច់សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងបច្ចេកវិទ្យាព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាបន្ថែមពីនេះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ត្រូវបានក្រសួងអប់រំយុវជននិងកីឡាផ្ដល់ការទទួលស្គាល់លើកម្មវិធីនិងមុខជំនាញសិក្សាដោយប្រកាសលេខ1668 អយកប្រកចុះថ្ងៃទី18ខែតុលាឆ្នាំ2018ស្ដីពីការទទួលស្គាល់ការរៀបចំរចនាសម្ព័ន្ធមហាវិទ្យាល័យជាមួយគ្នានេះនៅក្នុងឆ្នាំ2020កន្លងទៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ACC ចុះពិនិត្យនិងវិតម្លៃលើដំណើរការគ្រឹះស្ថានទាំងមូលហើយបានចេញវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំដោយផ្ដល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិដល់សាកលវិទ្យាល័យដែលបានបំពេញស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារជាតិសម្រាប់រយៈពេល5ឆ្នាំបច្ចុប្បន្នសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្មនៅបេសកកម្មកសាងនិងអភិវឌ្ឍធនធានមនុស្សស្របតាមចក្ខុវិស័យរបស់ខ្លួនដែលចង់អភិវឌ្ឍខ្លួនជាជំហានទៅជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនៅកម្ពុជាក្នុងការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងបច្ចេកវិទ្យាព័ត៌មានក្នុងទិសដៅនេះសាកលវិទ្យាល័យបានដាក់ចេញនៅបេសកកម្មរបស់ខ្លួនក្នុងការផ្ដល់សេវាអប់រំនិងបណ្ដុះបណ្ដាលជំនាញដោយធានាបាននូវគុណភាពនិងស្តង់ដារតាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សានិងធនធានសម្ភារៈរូបវន្តព្រមទាំងសេវាកម្មគាំទ្រនានាក្នុងស្មារតីនិងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់បេសកកម្មសំខាន់របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមមានទី1កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្របតាមកម្រិតស្តង់ដារទី2លើកកម្ពស់ជាប្រចាំនៅគុណតម្លៃគុណភាពនិងប្រសិទ្ធភាពការងារនិងសេវាកម្មទី3បន្តអនុវត្តកម្មវិធីសិក្សាវិធីសាស្ត្រស្រាវជ្រាវគុណវត្តសាស្ត្រាចារ្យឯកសារនិងឧបទេសសិក្សាឲ្យស្របតាមស្តង់ដារនិងនិយមអន្តរជាតិទី4ជំរុញចលនាប្រឡងប្រណាំងការងារសិក្សាអប់រំការស្រាវជ្រាវដោយផ្ដល់នូវការលើកទឹកចិត្តខ្ពស់ចំពោះគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ទី5ខិតខំទាក់ទាញជំនាញការជាតិអន្តរជាតិដែលប្រកបដោយឧត្តមមានុវត្តន៍ដើម្បីផ្ដល់ពុទ្ធិថ្មីបន្ថែមដល់បុគ្គលិកសាស្ត្រាចារ្យនិងនិស្សិត6ពង្រឹងនិងពង្រីកសហប្រតិបត្តិការល្អនិងជិតស្និទ្ធជាមួយគ្រឹះស្ថានឧត្តមសិក្សាស្ថាប័នស្រាវជ្រាវនិងវិស័យឯកជននានាផ្សារភ្ជាប់ការអភិវឌ្ឍសមត្ថភាពកម្មវិធីសិក្សានិងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាទាំងកម្រិតជាតិនិងតំបន់បច្ចុប្បន្ននេះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ដល់ការបណ្ដុះបណ្ដាលកម្រិតចាប់ពីបរិញ្ញាបត្ររងរហូតដល់បណ្ឌិតលើមហាវិទ្យាល័យចំនួន5រួមមានទី1
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចទី2មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទី3មហាវិទ្យាល័យសិល្បៈនិងភាសាបរទេសទី4មហាវិទ្យាល័យធុរកិច្ចនិងហិរញ្ញវត្ថុនិងទី5មហាវិទ្យាល័យទេសចរណ៍និងទំនាក់ទំនងអន្តរជាតិបន្ថែមពីនេះដោយមានកិច្ចសហការជាមួយស្ថាប័នជំនាញសាកលវិទ្យាល័យក៏បានផ្ដល់នូវការបណ្ដុះបណ្ដាលផងដែរលើកម្រិតវិញ្ញាបនបត្រជំនាញពាក់ព័ន្ធនឹងវិស័យអចលនវត្ថុនិងបច្ចេកវិទ្យាព័ត៌មានជំនាញសំខាន់ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំងពីនិស្សិតនិងសាធារណជនរួមមានគណនេយ្យនិងហិរញ្ញវត្ថុធនាគារនិងហិរញ្ញវត្ថុសេដ្ឋកិច្ចគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុពន្ធដារភាសាអង់គ្លេសសម្រាប់ធុរកិច្ចវិជ្ជាជីវៈអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈវិជ្ជាជីវៈផ្នែកអចលនវត្ថុវិជ្ជាជីវៈវាតម្លៃអចលនវត្ថុនិងវិជ្ជាជីវៈគ្រប់គ្រងអចលនវត្ថុជាដើមបាទជាបឋមសូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពបាទថ្ងៃនេះខ្ញុំមានមោទនភាពដោយបានចូលរួមចែករំលែកព័ត៌មានដែលទាក់ទងនឹងការសិក្សានៅឧត្តមសិក្សាជាពិសេសគឺសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាសាកលវិទ្យាល័យឈានមុខមួយផ្ដោតទៅលើគុណភាពសិក្សាហើយសម្បូរដោយសាស្ត្រាចារ្យដែលមានចំណេះជំនាញនិងបទពិសោធន៍ក្នុងការងារយកមកបង្ហាត់បង្ហាញដល់បងប្អូននិស្សិតបាទសូមអរគុណនាងខ្ញុំឈ្មោះជាសុកទៀងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមគោរពដល់បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពការសិក្សានៅថ្នាក់កម្រិតឧត្តមសិក្សាគឺជាជំហានថ្មីមួយទៀតនៃរបបជីវិតដែលទាមទារឲ្យបងប្អូននិស្សិតត្រូវមានភាពអំណត់និងការតាំងចិត្តខ្ពស់ដើម្បីឈានទៅរកការសិក្សាប្រកបដោយភាពជោគជ័យសូមចងចាំថាការអភិវឌ្ឍធនធានមនុស្សគឺជាការអភិវឌ្ឍគ្រប់វិស័យគ្រប់ផ្នែកខ្ញុំបាទសូមជម្រាបសួរខ្ញុំឈ្មោះមុំសរិទ្ធជាសាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនអស់ជាង10ឆ្នាំមកហើយអតីតនិស្សិតសាកលវិទ្យាល័យអាចបញ្ជាក់ប្រកបដោយទំនុកចិត្តថាសាកលវិទ្យាល័យនេះគឺជាជម្រើសមួយដ៏ល្អប្រចាំជីវិតបន្ទាប់ពីបញ្ចប់ការសិក្សាចំណេះដឹងទូទៅគឺឈានមកដល់ពេលមួយដែលបងប្អូនមានឯករាជ្យម្ចាស់ការនៅក្នុងការសម្រេចចិត្តជាចុងក្រោយខ្ញុំសូមជូនពរយុវជនកម្ពុជាទាំងអស់អង្គអាចក្លាហានជំនះការលំបាកគ្រប់បែបយ៉ាងកសាងខ្លួនឥតឈប់ឈរនិងអាចរួមចំណែកយ៉ាងសំខាន់នៅក្នុងការកសាងអភិវឌ្ឍប្រទេសរបស់យើងសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះអៀប៊ុនដាលីជាសាស្ត្រាចារ្យមួយរូបដែលបង្រៀននៅមុខវិជ្ជាគណនេយ្យនៅក្នុងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ញុំក៏សូមអបអរផងដែរទៅលើសមិទ្ធផលដែលបងប្អូននិស្សិតបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយបានទទួលនៅសមិទ្ធកម្មធំជាបន្តបន្ទាប់នៅក្នុងទីផ្សារការងារដោយដែលយើងបានឃើញជាក់ស្ដែងរួចមកហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបាននៅជោគជ័យជាបន្តបន្ទាប់ទៀតតាមរយៈការខិតខំប្រឹងប្រែងនិងព្យាយាមជាមួយនឹងសាកលវិទ្យាល័យសេដ្ឋកិច្ចជាមួយគ្នាសូមអរគុណចា៎បាទសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះស៊ូងសាវឿនជាសាស្ត្រាចារ្យបង្រៀនគណិតវិទ្យានិងវិធីសាស្ត្រស្រាវជ្រាវនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការបន្តការសិក្សានៅកម្រិតឧត្តមសិក្សាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ឱកាសការងារការអភិវឌ្ឍខ្លួនការអភិវឌ្ឍគ្រួសារក៏ដូចជាការអភិវឌ្ឍសង្គមនាពេលអនាគតហើយការជ្រើសរើសជំនាញមួយណាដែលយើងពេញចិត្តហើយវាស្របទៅតាមទេពកោសល្យហើយនឹងទីផ្សារការងារគឺជាមធ្យោបាយមួយដែលសំខាន់សម្រាប់ជួយឲ្យយើងសម្រេចគោលដៅអនាគតនៃជីវិតរបស់យើង Hello students, my name is Momvanat. I am a senior lecturer of Business English at University of Economics and Finance, in short, UEF. Today, I have an honor to give you information about UEF. UEF provides bachelor and associate degree with high quality of education. All in all, I hope you will choose UEF for continuing your higher education
to acquire the knowledge and skills for future job opportunities in public and private institutions and business. I'm looking forward to seeing you soon. Thank you. ក្រៅពីនេះដើម្បីធានាបាននូវភាពរឹងមាំនៃកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងឱកាសការងារសម្រាប់និស្សិតដែលបាននឹងកំពុងសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកលវិទ្យាល័យក៏មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញសាធារណៈនិងឯកជនមួយចំនួនដូចជាវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ACCA វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនកម្មកម្ពុជានិង Chartered University Australia រួមទាំងសមាគមអ្នកវិយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីចូលរួមគោលការណ៍នៃការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងតែរីកត្បាតជាសកលក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាសាកលវិទ្យាល័យបានដំឡើងប្រព័ន្ធសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិកដែលជាកម្មវិធីសិក្សាតាមបែបគន្លងថ្មី Hybrid System សម្រាប់ផ្ដល់សេវាបណ្ដុះបណ្ដាលដល់និស្សិតនិងអ្នកសិក្សាគ្រប់កម្រិតកន្លងមកសាកលវិទ្យាល័យបានចូលរួមបរិច្ចាគថវិកានិងសម្ភារៈចូលរួមជាសប្បុរសធម៌មានដូចជាការចូលរួមតាមរយៈក្រសួងអប់រំយុវជននិងកីឡាការចុះចែកអំណោយដល់សិស្សានុសិស្សនៅតាមខេត្តដាច់ស្រយាលការផ្ដល់អាហារូបករណ៍មិនបង់ថ្លៃ 100% ចូលរៀនថ្នាក់បរិញ្ញាបត្រនិងចូលមូលនិធិកសាងសាលារៀនមណ្ឌលសុខភាពជាដើមទន្ទឹមនឹងនេះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបាននូវជោគជ័យលើជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជាច្រើនអ្នករួចមកហើយជាក់ស្ដែងនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួនបាននឹងកំពុងបំពេញការងារក្នុងវិស័យសាធារណៈដូចជាក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមមានអគ្គនាយកដ្ឋានពន្ធដារអគ្គនាយកដ្ឋានគយនិងរដ្ឋករអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិនិងមួយចំនួនកំពុងបម្រើការងារនៅធនាគារជាតិនៃកម្ពុជានិងក្រសួងស្ថាប័នផ្សេងៗទៀតចំណែកវិស័យឯកជនមានដូចជាធនាគារពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុក្រុមហ៊ុនសវនកម្មក្រុមហ៊ុនធានារ៉ាប់រងនិងនៅតាមក្រុមហ៊ុនពាណិជ្ជកម្មជាដើមទន្ទឹមនឹងនេះក៏មានអតីតនិស្សិតមួយចំនួនបានយកចំណេះដឹងនិងជំនាញដែលបានសិក្សាពីសាកលវិទ្យាល័យទៅធ្វើការប្រកបអាជីវកម្មផ្ទាល់ខ្លួនដោយទទួលបាននូវជោគជ័យផងដែរសួស្តីអ្នកនរគ្នានាងខ្ញុំខុនជាតាសប្តាហ៍ថ្ងៃនាងខ្ញុំបម្រើការងារនៅធនាគារ Maybank ជាប្រធានផ្នែកទំនាក់ទំនងអាជីវកម្មហើយក៏ជាអតីតនិស្សិតចំនួនទី3នៃសាកលវិទ្យាល័យសេដ្ឋកិច្ចហិរញ្ញវត្ថុផងដែរជាការពិតណាស់ការសិក្សាគឺមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាហើយជាពិសេសអ្វីដែលកាន់តែពិសេសគឺការជ្រើសរើសនៅមុខវិជ្ជាដែលធ្វើឲ្យខ្លួនអភិវឌ្ឍក្លាយជាបុគ្គលម្នាក់និងមានប្រយោជន៍ចំពោះសង្គមដូច្នេះជាសាររបស់ខ្ញុំជាបុគ្គលម្នាក់និងជានិស្សិតម្នាក់នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលបញ្ចប់ការសិក្សាជ្រើសរើសនៅសាកលវិទ្យាល័យដែលសម្បូរទៅដោយជំនាញពិតប្រាកដនិងសាស្ត្រាចារ្យដែលគាត់មានបទពិសោធន៍និងចំណេះដឹងនៅក្នុងការជំរុញប្អូននិងផ្ដល់នៅអ្វីដែលប្អូនត្រូវការដើម្បីកសាងខ្លួនទៅជាធនធានមនុស្សល្អមួយសម្រាប់សង្គមនិងប្រទេសជាតិសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះហៃគឹមសៀងខ្ញុំជាអតីតនិស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួនទី1ជំនាញគណនេយ្យនិងហិរញ្ញវត្ថុសប្តាហ៍ថ្ងៃខ្ញុំគឺជាប្រធានផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនក្នុងស្រុកមួយហើយខ្ញុំក៏បំពេញការងារបន្តបន្សំមួយចំនួនរបស់ខ្ញុំជាទីប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុក៏ដូចជាការរៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននានាដែលជាអតិថិជនរបស់ខ្ញុំចំពោះខ្ញុំផ្ទាល់ខ្ញុំទទួលបានលទ្ធផលដ៏ល្អមួយបន្ទាប់ពីការសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាចុងក្រោយខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកនិងថ្លែងអំណរគុណដល់អស់លោកសាស្ត្រាចារ្យនិងបុគ្គលិកទាំងអស់ដែលបានជួយបង្ហាត់បង្រៀនខ្ញុំបាទក៏ដូចជានិស្សិតទូទៅសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះបងពុទ្ធរស្មីខ្ញុំបាទជាអតីតនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ចំនួនទី2បាទខ្ញុំបាទបានបញ្ចប់បរិញ្ញាបត្រមុខជំនាញគណនេយ្យនិងហិរញ្ញវត្ថុបាទនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសប្តាហ៍នេះខ្ញុំបាទគឺជាមន្ត្រីបម្រើនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅគណៈនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកខ្ញុំបាទទទួលបានចំណេះដឹងក៏ដូចជាចំណេះធ្វើបន្ថែមក៏ដូចជាចំណេះទាក់ទងអំពីការទំនាក់ទំនងអន្តរបុគ្គលជាច្រើនដែលធ្វើឲ្យខ្ញុំរាល់ថ្ងៃនេះបានប្រើប្រាស់ជំនាញទាំងអស់នោះនៅក្នុងស្ថាប័នការងាររបស់ខ្ញុំហើយខ្ញុំបានប្រើប្រាស់ជំនាញចំណេះទាំងអស់ដើម្បីបម្រើជូនស្ថាប័ននិងប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិផងដែរបាទអរគុណជំរាបសួរនាងខ្ញុំឈ្មោះលេងណៃសាជាអតីតនិស្សិតចំនួនទី2នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបច្ចុប្បន្ននាងខ្ញុំបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរនាងខ្ញុំសូមផ្ដាំផ្ញើទៅដល់បងប្អូនសិស្សនិស្សិតដែលទើបតែបញ្ចប់ថ្នាក់ទី12ដែលកំពុងតែគិតថាតើខ្លួនឯងកំពុងតែចង់រៀនអីហ្នឹងគួរតែគិតស្វែងយល់ឲ្យបានច្បាស់ថាចិត្តខ្លួនឯងស្រឡាញ់អីចង់បានអីចូលចិត្តជំនាញអីយើងធ្វើតាមបេះដូងយើងស្រឡាញ់នឹងជ្រើសរើសយកជំនាញដែលយើងពេញចិត្តហើយក៏ត្រូវជ្រើសយកសាលាណាដែលមានគុណភាពផងដែរដើម្បីធ្វើឲ្យការសិក្សារបស់យើងទៅថ្ងៃមុខយើងអាចទទួលបានការងារមួយដែលជោគជ័យអាចស្របទៅតាមចំណេះជំនាញដែលយើងបានសិក្សាពីក្នុងសាលាផងដែរសូមអរគុណដើម្បីផ្ដល់ឱកាសសិក្សាជូនដល់សិស្សានុសិស្សដែលមានសមត្ថភាពខ្ពស់និងមានគោលបំណងចាប់យកជំនាញពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្ដល់អាហារូបករណ៍តាមរយៈក្រសួងអប់រំយុវជននិងកីឡាសម្រាប់ថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា 100% សម្រាប់ឆ្នាំសិក្សា 2021-2022 លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន15កន្លែងដែលផ្ដល់អាទិភាពទៅដល់សិស្សានុសិស្សជានារីស្ថានភាពជីវភាពខ្វះខាតទីលំនៅដាច់ស្រយាលនិងមានពិការភាពជំរាបសួរបងប្អូនសិស្សានុសិស្សដែលកំពុងតែសិក្សានៅថ្នាក់ទី12ទាំងអស់គ្នានាងខ្ញុំឈ្មោះឆនជវីគឺជានិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយនាងខ្ញុំក៏ជានិស្សិតអាហារូបករណ៍នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ផងដែរនាងខ្ញុំសប្តាហ៍ថ្ងៃនេះគឺរៀនជំនាញខាងផ្នែកសេដ្ឋកិច្ចហើយរបៀបនៃការដាក់អាហារូបករណ៍នេះផងដែរដែលធ្វើឲ្យនាងខ្ញុំបានជាប់គឺនាងខ្ញុំបាន apply តាមរយៈក្រសួងអប់រំដែលគាត់បានផ្ដល់ជូនទៅកាន់វិទ្យាល័យនានាដែលគាត់បានផ្ដល់ជាសៀវភៅសម្រាប់ក្នុងការបំពេញបែបបទអាហារូបករណ៍ទៅតាម department នីមួយៗក៏ដូចជាតាមបណ្ដាសាកលវិទ្យាល័យដែលយើងស្រឡាញ់ពេញចិត្តក្នុងការសិក្សាទៅថ្នាក់ឧត្តមសិក្សានេះផងដែរហើយមួយវិញទៀតខ្ញុំចង់ផ្ដល់ជូនជាសារទៅកាន់បងប្អូនដែលកំពុងតែសិក្សានៅខាងថ្នាក់បាក់ឌុបក៏ដូចជាថ្នាក់ទី12ទាំងអស់គ្នាឲ្យមានការតាំងចិត្តក៏ដូចជាមាននៅអ្វីដែលខ្លួនឯងជឿជាក់ច្បាស់ថាអ្វីដែលខ្លួនឯងស្រឡាញ់ពេញចិត្តហ្នឹងគឺអាចថាយើងសម្រេចចិត្តក្នុងការរៀនជំនាញណាមួយគឺឲ្យបានជាក់លាក់ហើយក៏អាចរើសនៅសាកលវិទ្យាល័យមួយដែលមានទាំងគុណភាពនិងការសហការជាមួយនឹងក្រសួងស្ថាប័ននានាផងដែរជាក់ស្ដែងដូចជាសាកលវិទ្យាល័យសេដ្ឋកិច្ចនេះផ្ទាល់ផងដែរខ្ញុំជឿជាក់យ៉ាងមុតមមថាបងប្អូនសិស្សានុសិស្សដែលគាត់ចង់បន្តការសិក្សាក៏ដូចជាចាប់យកជំនាញណាមួយដែលជាក់លាក់គឺពិតជាទទួលបានលទ្ធផលជោគជ័យហើយក៏ជាទំពាំងស្នងរស័យសម្រាប់ឲ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទៅមុខផងដែរអរគុណបច្ចុប្បន្ននេះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺមានចំនួន2ទីតាំងដែលទីតាំងទី1ស្ថិតនៅអគារលេខ69ផ្លូវ528សង្កាត់បង្កក់1ខណ្ឌទួលគោករាជធានីភ្នំពេញចំណែកទីតាំងទី2ស្ថិតនៅផ្លូវលេខ144សង្កាត់ផ្សារដេប៉ូ2ខណ្ឌទួលគោករាជធានីភ្នំពេញ